នេះពេលយប់ម៉ោង6ជាងនៅក្នុងចំការរបស់ខ្ញុំនេះមានឃ្មុំប្លុបហើយបងប្អូនមានឃ្មុំមកជួយបោះលំអងផ្កាបាទបងប្អូនល្អធម្មជាតិបងប្អូនខ្ញុំគិតថាល្ងាចនេះនៅចាំម៉ោង7បោះផ្កាហើយរីកមួយចំនួនរីកចោលអត់បានបោះហើយបងប្អូនវារីកអត់ស្មើរៀនទៅនឹងរៀនផ្កាឥឡូវបានឃ្មុំបាទបងប្អូនណាឃ្មុំមកយកផ្កាបាទដើរមើលទៅឃើញគួសមបាទច្រើនគួសមអញ្ចឹងដល់ពេលវាមកយកផ្កានេះវាជួយបង្កាត់កេសរញីកេសរឈ្មោលឲ្យផ្កាទៅរៀនបាទបងប្អូនសត្វឃ្មុំនេះគឺមានប្រយោជន៍ណាបងប្អូនណាបាទសត្វឃ្មុំសត្វនេះគឺធម្មជាតិមួយចំនួនរុក្ខជាតិមួយចំនួនវាមិនអាចផ្កាបង្កាត់គ្នាដោយការខ្យល់បក់ឬក៏ដោយខ្លួនវានឹងបាន100%ពេញលេញទេបងប្អូនគឺត្រូវតែមានការចូលរួមពីសត្វឃ្មុំនេះឯងបងប្អូនឃ្មុំកន្លង់បាទប្រភេទដែលក្រេបផ្កាក្រេបលំអងផ្កាយកលំអងផ្កាធ្វើជាទឹករបស់វាហ្នឹងណាគឺវាមានសារៈសំខាន់ជាកតាលីករជំរុញឲ្យធម្មជាតិនៅលើភពផែនដីយើងដែលជាដំណាំមានផ្លែនេះគឺដោយសារពពួកបក្សីឃ្មុំនឹងឯងបងប្អូនណាពួកអំបូរឃ្មុំបាទមានព្រួតមានអីផ្សេងល្អបងប្អូនណាបាទឋានបោះឥឡូវតាន់ដល់ម៉ោងបោះម៉ោង6ជាងឥឡូវមកមើលតែវារីកប៉ុណ្ណាអញ្ចឹងដល់ពេលឲ្យឃ្មុំចាប់ដើមមកជួយបោះអានេះម្សិលមិញខ្ញុំអត់បានបោះឲ្យបងប្អូនរវល់អញ្ចឹងណាហើយវាដូចថាវាផ្កាវារីកមិនស្រស់បងប្អូនតែយើងរៀនផ្កាអញ្ចឹងប្រពេះប្រប៉ោះតែខ្លះទៅចេញទៅអីអញ្ចឹងអឺវាអត់ពិបាកនឹងបោះដែរបងប្អូនហើយផ្ទះយើងឆ្ងាយពីចំការផងយើងមិនអាចពេលខ្លះក៏អត់បានមកបោះឥឡូវជ្រុះអស់ម្សិលថ្ងៃតែឥឡូវចាំមើលថ្ងៃនេះមកបោះប៉ុន្តែបើគិតថាមកបោះក្រោយឃ្មុំហ្នឹងបងប្អូនពុកឃ្មុំវាសប់ល្អជាងយើងបោះបងប្អូនណាបាទនោះអឺអាផ្កាញីវាចេញលៀនមកវាមិនឆ្ងាយពីផ្កាឈ្មោលប្រហែលទេលៀនតិចហ្នឹងហើយយើងឃ្មុំវាទៅរួមទៅវាក៏អាចប៉ះដែរបងប្អូនណាប៉ុន្តែភាគច្រើនបើចការច្រើនចការខ្លះតំបន់ខ្លះវាអត់សូវមានឃ្មុំអញ្ចឹងទាមទារឲ្យយើងបោះបងប្អូនណាបាទនេះក៏វាផ្កាតិចដើមអញ្ចឹងក៏វាឃ្មុំចំនួនឃ្មុំវាមករួមវាអាចនឹងគ្រប់គ្រាន់អីឬក៏ខ្វះតិចតួចខ្វះចន្លោះតិចតួចអញ្ចឹងណាប៉ុន្តែបើថាផ្កាច្រើនប្រហែលជាឃ្មុំមិនមកជួយគ្រប់គ្រាន់ទេបងប្អូនទាមទារឲ្យកត្តាមនុស្សនឹងជួយបោះវាជួយផាត់វាណាបងប្អូនណាហ្នឹងអរគុណខ្លីអានេះខ្ញុំជួយចិត្តឆ្ងល់ជួយចិត្តចាប់អារម្មណ៍នៅអ្វីដែលធម្មជាតិឲ្យវាបង្កើតឡើងពីគ្មានបទពិសោធន៍ក្នុងការយកផ្លែទេបងប្អូនអើយឆ្នាំដំបូងនេះអរគុណបាយនេះយកបាយបងប្អូនលុបហើយមកខ្ញុំដាក់ផ្លាំង